Cá bánh chay kế mơ rật đỏ. Mai miền đây sẽ bằng muối hạt ta nâng tia mà non đây. Đây sẽ pi hạt ta nơi khối phu mai ai câu nâng thề ri. Đây sẽ phèn pi hạt ta mai tục ai chầm nạp pi về chanh gì cục. Nơi sau đây sẽ pi hạt ta nâng đây tia mai ai nuôn pru mai nơi chầm muối nuôn. Chùm lúa đòn đàm trộp mơ rật đỏ. Bê mai tha và cô thọ sẽ bắt ông ở nhóm. Anh chưa? Chứ thọ bằng anh. Khai sẽ bật đám mai hả? Tha mai và cô thọ sẽ bắt ông ở bọn anh. Nước bông chân án. Mới có mày thôi trong cách. Chay mày vậy? Khởi bằng anh lên cái này mày bong cho mày tay. Hay bong nhóm cả slap bắt đây. Ngày muốn bong ban chụp thề ri phẹp bong tha. Con bong mình sẽ tăng từ tua chùm nãy đây sẽ đai chỉ kê ở bốc kê. Khởi bê ở bốc kê ban slap tới. Tụi bay chỉ bong lên nhắc này cả đôi. Nhưng ai chay bằng anh ba này. Hồi bằng anh đây chỉ xảy nhiên nhâm tia đây. Hay mai con cậu ban thơ sẽ bật vào đám. Và con thọp tầng ấp mà ai nhâm đây. Chỉ nãy bao bằng nát nó bằng nán á. Không biên tia đây. Bà anh phổ mới bong thế. Bong đặc biệt đăng anh. Chùm núi này chỉ bắp pi mê TV. Bong đang ở. Sẽ bật cầm nát miên sả sông khăn á ná. Rồi ai mình chẹp pi sẵn chiết. Pi chôn chiết để bỏ con bong. Đã miên cho thằng ngày khai cho năm cầm nát chẳng cho ba lo. Đã nghe sửa đang ngày cao pe poke châu riêng. Rồi có tập lòng cho này đâm xem tam cho bạp. Hai chi bị sai thật tiền. Cứ ai mình chẹp tha poke nâng miên ở bọc mà đài bằng ca để bỏ kê. Đại chỉ po tang và chạy chun tờ lá cá. Con ông ca tiêm một đợt. Pe đại ở bốc rồi còn mà đài slang. ទីបំផុតបញ្ហាត្រូវតែដោះស្រាយនៅតុលាការដំណាក់កាលសាកសួរភាគី បានចោលឈ្មោះនងសុកសានសូមថ្លែងការពីលទ្ធផលនៃនីតិវិធីត្រៀមទាញហេតុផល Xong cái đốp lục tà lá ca. ដំណាក់កាលសាកសួរសាកសី ដំណាក់កាលធ្វើសេចក្តីសន្និដ្ឋានការពារ ការប្រកាសសាលក្រម សេចក្តីសម្រេចបញ្ចប់ 1. ប្រកបលេខមួយកន្លែងទំហំ2ហិកតានៅភូមិជ្រៃបាក់ឃុំជ្រៃបាក់ស្រុកសាច់កណ្ដាលខេត្តកណ្ដាលដែលជាមរតករបស់ឈ្មោះមាសចំណាប់ឲ្យតកូនទាំង3នាក់ក្នុងចំណែកស្មើគ្នាគឺមានឈ្មោះដូចខាងក្រោម ក ឈ្មោះមាសចនាភេទស្រីអាយុ6ឆ្នាំ ខ ឈ្មោះមាសស៊ីនឿនភេទប្រុសអាយុ4ឆ្នាំ ក ឈ្មោះមាសស៊ីណេតភេទប្រុសអាយុ2ឆ្នាំ ទ្រព្យសម្បត្តិនេះប្រគល់ឲ្យអ្នកស្រីនងសុកសានជាម្ដាយគ្រប់គ្រងម្ដងអាសន្នរហូតដល់កូនទាំង3អាយុ18ឆ្នាំ 2. ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ភាគីចុងចម្លើយ 3. សារក្រមនេះទាញហេតុផលផ្ទាល់មាត់និងប្រកាសជាសាធារណៈចំពោះមុខភាគីនិងបើកផ្លូវប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់តុលាការប្រកាសបសាវនាការ ចំនួនក្នុងគ្រួសារដោយសារបញ្ហាទ្រព្យសម្បត្តិ គាត់សុំខ្ញុំច្រើនសាយថាឲ្យខ្ញុំប្រទេសកម្មសិទ្ធិប្រទេសនឹងដីសែដែលម៉ែចែកឲ្យនឹងដាក់ជាឈ្មោះប្តីប្រពន្ធវិញ Con chẳng bàn chẳng ấy. Mới còn luôn phóng thua tam con tới. តែវាជាប្រដាប់របស់ម៉ែនេះ មានសាហាយណាទៅបត់ឲ្យហ៎ហ៎អូចិត្តតែអូនឯងបងចឹងណាបានអោបប្រកគេមានល្បេះសោះ មិនចឹងឯងបង ដំណោះស្រាយដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ Bon á đừng thà anh trong bằng hai đây thà anh phải chia sẻ lạnh kia đời xem mò bên tai hướng cho thọp đời lại đại cho thọp hú mới viêm say lọ mà nè cháu thì ho tha ngay khỏi đây pon thời lạnh lắc nia កុំមកដាក់ប្រាសាគ្រួសារខ្ញុំណាប្តីប្រពន្ធខ្ញុំគ្មានថ្ងៃឡើងគ្នាឯង ប៉ុន្តែតាមច្បាប់ទ្រព្យរួមត្រូវបែងចែកជាពីរនៅពេលលែងលះ យើងបានសួរមេធាវីហើយទ្រព្យសម្បត្តិទាំងអស់ត្រូវតែយកមកចែកជាពីរចំណែកស្មើគ្នា តែទ្រព្យគេបងម៉ែត្រូវយកទៅចែកឲ្យគេដែរមែនទេហេតុអីខ្ញុំល្ងងម៉េះ ผมយកទ្រព្យគេម៉ែដាក់ជាទ្រព្យរួម
បើកាលនោះខ្ញុំស្ដាប់បងណានិងបងធីរីខ្ញុំក៏គ្មានថ្ងៃនេះដែរ ដើម្បីកាត់បន្ថយអត្រាលែងលះគ្នាតុលាការតែងព្យាយាមធ្វើការផ្សះផ្សាភាគី ខ្ញុំយល់ពីចិត្តបងអូនទាំងពីរនៅពេលនេះហើយតែខ្ញុំចង់ឲ្យបងអូនទាំងពីរនោះគិតឲ្យបានវែងឆ្ងាយមុននឹងធ្វើការសម្រេចចិត្តកុំធ្វើទៅតាមតែកំហឹងការលែងលះគ្នានោះវាគ្មានផលចំណេញអីទេបងអូនទាំងពីរគិតឲ្យបានច្បាស់ទៅអ្នកណាក៏ធ្លាប់ធ្វើខុសដែរគ្រាន់តែតិចនិងច្រើនបើអាចអត់អន់ឲ្យគ្នាបានគួរតែអត់អោនទៅគួរតែទៅដល់គ្នាវិញកុំចាក់អង្គយកអង្កាមអី នៅពេលការផ្សះផ្សាមិនបានសម្រេច បងប្អូនទាំងពីរប្រកាន់ចំហថានៅតែលែងលះគ្នាអញ្ចឹងខ្ញុំសម្រេចថាមិនបន្តការផ្សះផ្សាទៀតទេតើបងប្អូនទាំងពីរមានទ្រព្យរួមអីខ្លះ ដី2ហិកតានិងផ្ទះមួយខ្នងលោកតុលាការ បើអញ្ចឹងសូមបងប្អូនទាំងពីររកសម្អាងមកដាក់ជូនតុលាការ សវនកម្មរដ្ឋបវេនីព្រៃលែងលះនិងបែងចែកទ្រព្យសម្បត្តិដំណាក់កាលសាកសួរភាគី ថាដើមចោលមានអីជាសម្អាងថាទ្រព្យនោះជាទ្រព្យគេពីម្ដាយ ចាលោកតុលាការគឺខ្ញុំមានមីងស៊ីមកែជាសាក់សី ខាងដើមចោលបានថ្លែងការអញ្ចឹងតើចុងចម្លើយមានអីថ្លែងការតបវិញទេ ទ្រព្យនោះពិតជាទ្រព្យគេម្ដាយក្មេកខ្ញុំមែនក៏ប៉ុន្តែប្រពន្ធខ្ញុំបានយល់ព្រមដាក់ទ្រព្យនោះគឺជាទ្រព្យរួមវិញ តើខាងចុងចម្លើយមានអីជាសម្អាង ខ្ញុំមានបានទេកម្មសិទ្ធិដែលដាក់ជាទ្រព្យរួមចេញទៅខាងស្រោយាដីដែលជាផុសតា ហេតុអីដើមចោតយកទ្រព្យគេដាក់ជាទ្រព្យរួមវិញ ដោយសារតែប្តីខ្ញុំចេះតែរឿងខ្ញុំឈប់ខ្ញុំក៏យល់ព្រមតាមគាត់ទៅ អញ្ចឹងមានន័យថាដើមចោតមិនមានបំណងយកទ្រព្យគេពីម្ដាយដាក់ជាទ្រព្យរួមទេតើមែនទេ ចាមែន តើចុងចម្លើយពិតជាបានបង្ខំឲ្យដើមចោតយកទ្រព្យគេមកដាក់ជាទ្រព្យរួមមែនឬមិនមែន ខ្ញុំមិនដែលបង្ខំនាងទេ ដំណាក់កាលសាកសួរសាក់សី ដី2ហិកតានិងផ្ទះមួយខ្នងដែលដើមចោលមានស៊ីនួនមាននោះជាគេរបស់ម្ដាយរបស់នាងចែកឲ្យមែនទេ ខ្ញុំព្រោះនៅជាប់ក្បែរផ្ទះនួនតាំងពីនួននេះមិនទាន់កើតមកទៀត ហេតុអីសាក់សីហ៊ានអះអាងថានេះគឺជាល្បិចរបស់ចុងចម្លើយបើនេះ ចាខ្ញុំថាអញ្ចឹងព្រោះគ្រប់ពេលវាតែងតែរករឿងប្រពន្ធវាបើប្រពន្ធវានៅតែអោបប្រាប់គេហើយដល់តែពេលប្រពន្ធវាព្រមវានៅតែសុំលែងប្រពន្ធទៀតហើយបើនឹងមិនជាល្បិចបោកយកទ្រព្យទេតើវាជាស្អីទៅវិញ ដំណាក់កាលបង្ហាញភស្តុតាងជាឯកសារ កូនក្តីខ្ញុំមានបានកម្មសិទ្ធិដីនិងផ្ទះដែលចេញដោយមន្ទីរសូរិយោដីហើយមានឈ្មោះប្តីនិងប្រពន្ធជាម្ចាស់ ដំណាក់កាលធ្វើសេចក្តីសន្និដ្ឋានការពារ ការដែលកូនក្តីខ្ញុំយកទ្រព្យគេមកដកដាក់ជាទ្រព្យរួមគឺដោយសារតែកូនក្តីខ្ញុំមិនបានយល់ដឹងអំពីច្បាប់នេះគឺជាវិធីលងលោមដើម្បីកុំឲ្យប្តីប្រពន្ធមានការបែកបាក់គ្នាបើធ្វើអញ្ចឹងហើយនៅតែមិនអាចរួមរស់ជាមួយគ្នាបានទៀតការផ្ទេររបស់កូនក្តីខ្ញុំគឺសូមទុកជាមោខៈវិញដែរម្យ៉ាងទៀតការធ្វើបែបនេះគឺខុសពីឆន្ទៈរបស់ម្ចាស់ទ្រព្យដែលបានស្លាប់ទៅ ខ្ញុំសូមឲ្យលោកតុលាការធ្វើការពិនិត្យទៅលើឯកសារភស្តុតាងដែលខ្ញុំបានដាក់ជូនតុលាការកូនក្តីរបស់ខ្ញុំត្រូវតែបានចំណាយទ្រព្យនោះពាក់កណ្ដាលពីព្រោះថាតាមច្បាប់ទ្រព្យរួមត្រូវតែយកមកចែកជាពីរចំណែកស្មើគ្នា ការប្រកាសសាលក្រម សេចក្តីសម្រេចបញ្ចប់ 1. ឲ្យអ្នកស្រីមាសស៊ីនួននិងលោកពៅមាសដាច់សម្ដេចយៈសង្វាត់ពីគ្នាតាមការព្រមព្រៀងរបស់ភាគី 2. ប្រគល់ដីមួយកន្លែងទំហំ2ហិកតានិងផ្ទះមួយខ្នងនៅភូមិជ្រៃបាក់ឃុំជ្រៃបាក់ស្រុកសាច់កណ្ដាលខេត្តកណ្ដាលឲ្យទៅឈ្មោះមាសស៊ីនួន 3. ដោយយល់ឃើញថានួនគ្មានឆន្ទៈពិតប្រាកដនៅក្នុងការយកទ្រព្យគេពីម្ដាយទៅដាក់ជាទ្រព្យរួមនិងដោយយោងទៅតាមឆន្ទៈរបស់ម្ចាស់ទ្រព្យមុនពេលស្លាប់ដែលថាប្រគល់ទ្រព្យទៅឲ្យនួនជាកូនស្រីតែម្នាក់ដោយគ្មានឈ្មោះងារជាប្តីតុលាការបានសម្រេចប្រគល់ដី2ហិកតានិងផ្ទះមួយខ្នងឲ្យទៅនួនដោយមិនមានការបែងចែកទោះបីជាទ្រព្យនោះបានដាក់ជាទ្រព្យរួមហើយក៏ដោយ លោកត្រូវចាប់ខ្លួនពីបទឃាតកម្មគិតទុកជាមុននេះជាដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ នេះជាដីកាចាប់ខ្លួនរបស់តុលាការនាងត្រូវចាប់ខ្លួនពីបទបំពងមនុស្សឃាតលើក្មួយរបស់ខ្ញុំ ខ្ញុំសូមបញ្ឆ្លើយនឹងសំណួរនឹងបានទេលោកស្រីចៅក្រម បានលោកមានសិទ្ធិបញ្ឆ្លើយនឹងសំណួររបស់ខ្ញុំលោកត្រូវដឹងថាការឃុំខ្លួនជាបណ្ដោះអាសន្នចំពោះជនដែលត្រូវចោទពីបទប្រព្រឹត្តគឺមិនលើសពី6ខែនោះទេខ្ញុំជាចៅក្រមស៊ើបមានសិទ្ធិពន្យាការឃុំខ្លួនជាបណ្ដោះអាសន្ននេះបាន6ខែទៀតចៅក្រមស៊ើបគឺមានសិទ្ធិពន្យាការឃុំខ្លួនជាបណ្ដោះអាសន្នបានតែ2ដងគត់ រាល់ការនិយាយគ្នារបស់យើងទាំងពីរគ្មានអ្នកណាម្នាក់មានសិទ្ធិលួចថតឬឈរស្ដាប់បានទេហើយខ្ញុំគឺជាមេធាវីរបស់បង
មានសិទ្ធិមកជួបបងនៅកន្លែងឃុំខ្លួនបានគ្រប់ពេលខ្ញុំចោទអ្នកឯងមានសិទ្ធិនៅស្ងៀមមិននិយាយស្ដីសិទ្ធិមានមេធាវីសិទ្ធិបង្ហាញភស្តុតាងជាឯកសារឬសាក្សីមកតុលាការសិទ្ធិសាកសួរទៅភាគីដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះសិទ្ធិធ្វើសេចក្តីកត់សម្គាល់ខ្លីៗនិងសំណូមពរក្រោយពីការសួរដេញដោលចប់និងសិទ្ធិសុំធ្វើការផ្លាស់ប្ដូរក្រុមប្រឹក្សាជំនុំជម្រះជនជាប់ចោទឈ្មោះពៅមាសអ្នកឯងត្រូវជាប់ចោទពីបទឃាតកម្មគិតទុកជាមុនជនជាប់ចោទឈ្មោះយឹកនីនអ្នកឯងត្រូវជាប់ចោទពីបទសំគំនិតកងការពារនាំជនជាប់ចោទឈ្មោះយឹកនីនទៅកាន់បន្ទប់ជនជាប់ចោទសិនតុលាការធ្វើការសាកសួរជនជាប់ចោទពៅមាសមុនកាលពីថ្ងៃទី5ខែមករាឆ្នាំ2009តាមនីតិវិធីតុលាការជាអ្នកចាប់ផ្ដើមធ្វើការសាកសួរដេញដោលជនជាប់ចោទមុនគេបន្ទាប់មកគឺតំណាងអัยការបន្ទាប់ពីតំណាងអัยការគឺមេធាវីជនជាប់ចោទនិងចុងក្រោយបង្អស់គឺមេធាវីដើមបណ្ដឹងរដ្ឋបវេនីបន្ទាប់ពីសាកសួរជនជាប់ចោទសាក្សីទាំងអស់ដែលពាក់ព័ន្ធត្រូវចូលខ្លួនមកឆ្លើយបំភ្លឺលើរាល់សំណួររបស់តុលាការតំណាងអัยការមេធាវីជនជាប់ចោទនិងមេធាវីដើមបណ្ដឹងរដ្ឋបវេនីភស្តុតាងដែលពាក់ព័ន្ធត្រូវលើកយកមកធ្វើការពិភាក្សាដេញដោលពេលសាកសួរជនជាប់ចោទពៅមាសចប់ជនជាប់ចោទឈ្មោះយឹកនីនត្រូវចូលខ្លួនមកឆ្លើយបំភ្លឺម្ដងកិច្ចពិភាក្សាដេញដោលចប់ហើយតុលាការអនុញ្ញាតឲ្យដើមបណ្ដឹងរដ្ឋបវេនីនិងជនជាប់ចោទទាំងពីរធ្វើការកត់សម្គាល់ខ្លីៗជនទាំងពីរនាក់នេះបានរួមគំនិតគ្នាសម្លាប់ម្ដាយជាទីស្រឡាញ់របស់ខ្ញុំហេតុដូច្នេះសូមលោកតុលាការធ្វើការផ្ដន្ទាទោសពួកគេតាមច្បាប់ចុះតុលាការខ្ញុំយល់ថារាល់សាក្សីទាំងអស់នេះសិតតែត្រូវបានគេទិញទឹកចិត្តហើយដើម្បីឲ្យឆ្លើយមួយប្រកាសខ្ញុំមានអីថានិយាយឲ្យលោកតុលាការមេធាវីដើមបណ្ដឹងរដ្ឋបវេនីធ្វើសេចក្តីសន្និដ្ឋានការពារក្នុងនាមខ្ញុំជាមេធាវីដើមបណ្ដឹងរដ្ឋបវេនីខ្ញុំសូមឲ្យតុលាការផ្ដន្ទាទោសជនទាំងពីរនាក់នេះទៅតាមច្បាប់តំណាងអัยការធ្វើសេចក្តីសន្និដ្ឋានប្តឹងសុំតំណាងអัยការសូមតម្កល់ការចាប់ប្រកាន់នេះទុកជាផ្លូវការដដែលនិងចុងក្រោយគឺមេធាវីជនជាប់ចោទទាំងពីរធ្វើសេចក្តីសន្និដ្ឋានការពារខ្ញុំសូមការពារជនជាប់ចោទដោយខាងក្រោមនេះ1បដិសេធចម្លើយសារភាពរបស់ជនជាប់ចោទយឹកនីនព្រោះនាងឆ្លើយបែបនេះប្រហែលជាមានគំនាបឬមានការទិញទឹកចិត្តពីនរណាម្នាក់មិនខាន2បដិសេធចម្លើយរបស់ជាងធ្វើត្រាព្រោះកូនក្តីខ្ញុំមិនបានលួចចម្លងត្រាការិយាល័យមេធាវីពេជ្រធារីទេ3សាក្សីភស្តុតាងនិងវត្ថុតាងដែលបានលើកយកមកបង្ហាញនៅក្នុងតុលាការពេលនេះមិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីចោទកូនក្តីខ្ញុំថាជាឃាតករបានទេព្រោះគ្មានសាក្សីណាម្នាក់បានឃើញកូនក្តីខ្ញុំសម្លាប់ជនរងគ្រោះទេ4ការលើកភស្តុតាងខ្សែកមកចោទកូនក្តីខ្ញុំក៏មិនអាចយកជាការបានដែរកូនក្តីខ្ញុំបានលើកខ្សែកនេះពីជនរងគ្រោះតាំងពីមុនថ្ងៃដែលជនរងគ្រោះស្លាប់ទៅទៀតក្នុងនាមខ្ញុំជាមេធាវីការពារជនជាប់ចោទពៅមាសខ្ញុំសូមឲ្យតុលាការមេត្តាពិចារណាលើបញ្ហានេះហើយដោះលែងកូនក្តីខ្ញុំឲ្យមានសេរីភាពឡើងវិញខ្ញុំសូមការពារកូនក្តីរបស់ខ្ញុំដោយខាងក្រោមនេះ1កូនក្តីរបស់ខ្ញុំបានសំគំនិតសម្រាប់ជនរងគ្រោះមែនប៉ុន្តែអត់ទង្វើដែលកូនក្តីរបស់ខ្ញុំធ្វើគឺធ្វើតាមការរៀបចំរបស់ជនជាប់ចោទពៅមាសទាំងអស់2កូនក្តីរបស់ខ្ញុំបានដឹងពីទោសកំហុសរបស់ខ្លួនហើយយល់ព្រមសារភាពរាល់ទង្វើរបស់ខ្លួន3កូនក្តីរបស់ខ្ញុំមានកាតព្វកិច្ចចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសម្នាក់អាយុ3ឆ្នាំដូច្នេះខ្ញុំសូមឲ្យតុលាការមេត្តាពិចារណាលើបញ្ហានេះហើយបន្ធូរបន្ថយទោសឲ្យកូនក្តីរបស់ខ្ញុំតាមដែលអាចធ្វើទៅបានការប្រកាសសាលក្រមវិនិច្ឆ័យសេចក្តី1ផ្ដន្ទាទោសឈ្មោះពៅមាសភេទប្រុសអាយុ30ឆ្នាំដាក់ពន្ធនាគារតម្រូវឲ្យធ្វើការកំណត់រយៈពេល15ឆ្នាំគិតពីថ្ងៃឃុំខ្លួនពីបទឃាតកម្មគិតទុកជាមុន2ផ្ដន្ទាទោសឈ្មោះយឹបនីនភេទស្រីអាយុ27ឆ្នាំដាក់ពន្ធនាគារតម្រូវឲ្យធ្វើការកំណត់រយៈពេល10ឆ្នាំគិតពីថ្ងៃឃុំខ្លួនពីបទសំគំនិត3សាលក្រមនេះប្រកាសជាសាធារណៈចំពោះមុខជនជាប់ចោទនិងដើមបណ្ដឹងរដ្ឋបវេនីទុកសិទ្ធិឲ្យដឹងឧទ្ធរក្នុងកំណត់ច្បាប់កងការពារនាំជនជាប់ចោទទាំងពីរនេះចេញពីបន្ទប់សវនាការទុកជាតុលាការសូមប្រកាសបិទសវនាការពន្លឺបំបត្តិភាពងងឹតច្បាប់យុត្តិធម៌ពិត